ករណីប្រន្ទះបាញ់ហើយនៅភូមិព្រៃសីឃុំជាំសង្កែខេត្តកំពង់ស្ពឺបាទប្រន្ទះបាញ់ស្លាប់ចំនួន5នាក់នេះ2នាក់នៅខាងក្រោយខ្នងខ្ញុំចំនួន1នាក់ហើយនឹងនៅណាមកឃុំនឹងទៅឃុំតែមួយគ្នាស្លាប់អស់5នាក់ទាំងអស់នេះក្មេង2នោះខាងក្រោយខ្ញុំហើយ1នាក់កំឡោះនិង2នាក់ទៀតនៅព្រៃសៃដែរនៅខាងត្បូងចេះវិញបាទថ្ងៃទី7បងប្អូនថ្ងៃទី7ភ្លៀងរយៈពេល1ម៉ោង12កន្លះភ្លៀងតាំងពីចូលទៅនេះទៅអញ្ចឹង